ថ្ងៃនេះថ្ងៃសុក្រទី7 ខែវិច្ឆិកាឆ្នាំ2025សិក្ខាមករៀនបើកបររថយន្តលើកដំបូងនៅសួនច្បារមុខសាលាខេត្តរតនមានជ័យនេះគឺដៃជាកោថ្មីទៅហើយសង្ឃឹមថានឹងអាចប្រើប្រាស់បានល្អចាប់ពីថ្ងៃនេះតទៅ